ទាំងអស់គ្នាចាំមុខនេះបានអត់ពេលនោះមុខខ្ញុំសៀនងប់ពីគេងហើយខ្ញុំប្រពន្ធអ្នកទាំងអស់គ្នាតែនិយាយដើមគ្រួសារមិញមលីបន្តរឿងងប់ប្តីក្មេងប៉ុន្តែមានបងស្រីម្នាក់គាត់ទៅអញ្ចើមខ្ញុំហើយគាត់ក៏សួរខ្ញុំថាចង់កែពណ៌អញ្ចើមអត់ចាចង់កែយូរហើយតែគ្មានពេលស្មានតែគេចង់មកប៊ូលូខ្ញុំមានណាជួបរបស់ពិតដែរគាត់គឺជា Master ឯកទេសខាងផ្នែកចិញ្ចើមសគាត់បានឲ្យ contact តាក់ទងគ្នានៅតាម Telegram ព្រោះគាត់ទៅនឹងចិញ្ចើមខ្ញុំពេកគាត់ជា idol fan ខ្ញុំស្អីគេហ្នឹង fan ខ្ញុំ idol គាត់និយាយហ្នឹងគាត់ណាត់មកខ្ញុំនិយាយជាមួយខ្ញុំភាសាអីហើយប្លង់ពីអាទិត្យក្រោយបើខ្ញុំបានមកជួបគាត់ក្នុងមួយរយៈហ្នឹងរវល់ណាស់ទាំងអស់គ្នាអើយចេញពីកពតទៅកំពង់សោមហូបហែមិនមែនទៅដើរលេងទេគឺធ្វើការថតរហូតឥឡូវគាត់ចាប់ខ្ញុំយកទៅកែហើយពីបែបនេះទៅជាបែបនេះគឺបាញ់ laser លុបពណ៌ចិញ្ចើមរូបនេះបាញ់លើកទី1ទេបាញ់ថ្ងៃហ្នឹងតែម្ដងស្អីពួកសម្រាប់ចិញ្ចើមធាតុទឹកធាតុដីធាតុឈើធាតុអីហ្នឹងតាមធាតុទាំងអស់នីមួយៗប៉ុន្តែដល់យើងមើលឃើញហើយមិនយើងដឹងថាធាតុណាត្រូវជាមួយនឹងវានោះណាគាត់ប្រាប់ខ្ញុំថាត្រូវបាញ់ម្ដងទៀតនៅខែក្រោយហើយបើខែក្រោយហ្នឹងអត់ទាន់អស់វាជ្រៅត្រូវបាញ់ម្ដងទៀតដែរនេះបានចាំជាអ្នកធ្វើចិញ្ចើមហុងសុយមែនមើលតាមធាតុមាសធាតុទឹកធាតុដីធាតុឈើហើយការដឹងថ្ងៃកណ្ដាលពិតប្រាកដទាំងអស់គ្នាជាថាតាមមាត់នេះ clinic ក៏ឈ្មោះ Lexi ហើយនេះគឺជាគាត់នឹងឯងដែលអ្នកទៅខ្ញុំហើយឈ្មោះដូចខ្ញុំទៀតអរគុណនឹងការទៅដោយក្តីស្រឡាញ់បងស្រីចាំស្អាតហើយចាំគាត់ធ្វើតាមក្រោយទៀតរឿងធ្វើអីផ្សេងតែសំខាន់លោកសិនចាក់ស្ដែងមើលនៅក្នុងរូបហ្នឹងតម្រងខ្លួនឯងអត់សូវសេពណ៌ហ្នឹងហ្មងអត់ទេខ្ញុំទៅយកហើយតែខ្ញុំចេះតែហីទៅអាងតែ make up ឲ្យគូចៅពីលើពណ៌សូកូឡាបានដោយសារ content ខ្លះយើងធ្វើមុខស៊ីនអញ្ចឹងហើយគេឃើញចៅមានស៊ីនខ្ញុំច្រើនតែសួរថាបងបាញ់អស់មែនអីអស់មែនខ្ញុំអត់ឯងទេគឺមិនបន្លាយភ្លាមទេដោយសារតែជាក់ស្ដែងទី1ដោយសារតែគាត់ត្រូវពិនិត្យមើលថាចៅហ្នឹងវាបែកធ្ងន់ធ្ងរហើយជ្រៅកម្រិតណាកន្លែងហ្នឹងគាត់និយាយសូវលឺអញ្ចឹងខ្ញុំវយហ្មងទៅច្បាស់ជាងការពិតទៅខ្ញុំអត់ចូលចិត្តពណ៌ចៅខ្ញុំរងថ្ងៃហ្នឹងស្រាប់ហើយបើអត់ make up អាក្រក់មើលហ្មងឡើងបែកខៀវបែកស្លែស្អីណាម្ល៉េះមិនដឹងទេអានេះបន្ទាប់ពីយើងបិទឆ្នាំស្ពឹកហើយខ្ញុំក៏ដើរមើលដល់អីឃើញសញ្ញាបត្រឃើញពៀនគាត់ច្រើនខ្ញុំថតឲ្យមើលអញ្ចឹងណាសួរគាត់ទៅគាត់ថារៀន10ឆ្នាំជាងហើយរៀនមិនចេះចាំអញ្ចឹងបានគាត់បកកែហ្នឹងយកច្បាស់លាស់បដ ாய் មិនមែនលំទេថ្ងៃនេះខ្ញុំជួបរបស់គាត់ហើយខ្ញុំបានសញ្ញាបត្រនេះរកសញ្ញាឃើញចាំខ្ញុំនៅបិទឆ្នាំស្ពឹកឡាគាត់ជួនខ្ញុំដើរមើលបន្ទប់នេះបន្ទប់សម្រាប់ធ្វើអញ្ចើមមានសម្ភារៈធ្វើអញ្ចើមមើលទៅមានផាសុខភាពល្អ clean មានម៉ាស៊ីនទំនើបជាច្រើនយើងសម្រាប់លុបសាក់លុបអីលើដល់ខ្លួនហើយនឹងម៉ាស្សាមុខហើយជាមួយនឹងបតិនស្បែកហើយអត់ស្លាកស្នាមនេះម៉ាស៊ីនដែលបងប្រាំហ្នឹងដែលបងប្រើធំមែនទេណាសម្រាប់លុបសាក់នេះជំរុំរោមហើយជំរុំប៊ីកអីនិយាយទៅពាក់ព័ន្ធពីរោមពាក់ព័ន្ធពីរោមនេះពាក់វីតាមីននេះបញ្ចូលអុកស៊ីសែនមុខសម្រាប់ម៉ាស្សាផងហើយបញ្ចូលអុកស៊ីសែនលើមុខផងដល់ពេលនេះហៅម៉ាស៊ីន high full បតិនស្បែកបឺកភាពយឺតធ្លាក់ដល់ពេលម៉ាស៊ីននេះ CO2 សម្រាប់អុតស្លាកស្នាមដូចជាផ្លែសង្វាហើយជាមួយនឹងស្នាមយើងផ្លែហើយមុខខ្មោចក្លុក POP ដាក់ចឹងហ្មងកុំដាក់ក្លុកឈាម POP នៅកន្លែងគាត់មានសេវាកម្មច្រើនណាស់ទាំងអស់គ្នាគ្រប់មុខហើយម៉ាស៊ីនឡើងទំនើបនាំចូលមកពីស្រុកក្រៅនៅទីនេះនិយាយរួមទៅយើងលក្ខណៈរៀបចំផាសុខភាពហើយប្រើម៉ាស៊ីនដាច់ស្តង់ដារតែម្ដងឥឡូវដល់ពេលខ្ញុំឡើងជ្រុញឆ្នាំស្ពឹកកន្លះម៉ោងហើយម៉ាស៊ីនធំហ្នឹងឯងដែលគេប្រើលុបចាមខ្ញុំតិចទៀតហ្នឹងរៀងភ័យដែរខ្លាចឈឺតែគាត់ថាដូចគេផ្ទាត់កស៊ូតែចឹងមែនតាឥឡូវដល់ម៉ោងគ្រូពេទ្យបាញ់ពងដេកលេបទឹកមាត់ភ័យខ្លាចឈឺតែអីទេ2នាទីហើយគាត់បិទភ្នែកបដាគាត់និយាយថាគាត់ព្យាយាមបាញ់ចិត្តចង់អត់ឲ្យរោមចាមខ្ញុំដូរពណ៌ពេកទេព្រោះវារៀងដូរទៅរៀងសអីចឹងទៅគាត់បាញ់មួយទេតែខ្ញុំស្ពីតដាក់ញាប់ចឹងហ្នឹងតាចាប់និយាយវាខ្លាចឈឺនោះស៊ូតាំងពីក្រោមដល់លើថាដូចកស៊ូផ្ទាត់ទេអត់អីទេចៃអត់អីណាចាខ្ញុំគ្រាន់តែរៀងភ្ញាក់តែវាឈឺខ្លាំងហើយទាំងអស់គ្នាឈឺមិនបាន2នាទីផងវាមិនដូចឈឺបេះដូងទេអានេះហើយមកជាហៀងហើយឥឡូវចៅខ្ញុំហើយទាំងពីរហើយភ្លាមដូចគេបេះចៅនឹងចោលយកតាណាឡើងផ្លៃ surprise ហ្មងអូវ៉ាវចាំដល់ដូចចៅពីមុនបាត់អាខ្មៅដូចខ្ញុំស្អប់នឹងតាណាបាត់ជឿជាក់ណាស់ជឿបងដែរថាម៉ាស៊ីនហ្នឹងអាចជួយណែបានជឿបងបើអត់ជឿមិនបើឃើញនឹងភ្នែកឯហ្នឹងរងចាំថ្ងៃហ្នឹងយូរមកហើយកុំចាត់វាចោលនេះសម្រាប់អ្នកចង់ private អត់ចង់ឃើញមុខក្នុងកាមេរ៉ាអីចឹងគាត់ប្រាប់ថាភ្ញៀវគាត់ភាគច្រើនអ្នកមានឋានៈគេអត់ចង់ឃើញមុខក្នុងកាមេរ៉ាហើយក៏អត់ឲ្យថតដែរមានអ៊ុតមុខ LED មានអីនៅហ្នឹងនេះខ្ញុំថតមិញហ្នឹងឃើញថាមុខស្អាតជាងមុនគ្រាន់បើមែនតែចាំយ៉ាប់ក៏ធ្វើមុខយ៉ាងខ្វក់ដែរអញ្ចឹងយើងត្រូវកែវាចេញចាំគឺជាផ្នែកមួយហុងស៊ុយសំខាន់នៅលើមុខយើងអ្នកទាំងអស់គ្នាអញ្ចឹងបងប្អូនសុភាពនារីណាដែលចង់ជួប master ជំនាញខាងចិញ្ចើមច្បាស់លាស់មើលតាមខែឆ្នាំកណ្ដាលមើលតាមធាតុយើងអាចចេញទៅ Lexi នឹងបាននៅចិត្តពេទ្យរ៉ូស៊ីទំនាក់ទំនងតាម page ខ្ញុំ mention ហ្នឹងក៏បានដែរ